បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាដែលតែងតែគាំទ្រវិស័យគុនខ្មែរបាទខ្ញុំឃើញក្នុង Facebook ជាច្រើនគេសួរថាកីឡាករខ្សែឌីហើយទៅគាត់ខានវាយ9ឆ្នាំហើយគាត់មកពួតលើកនេះមកពួត5ទឹកហើយខ្ញុំក៏ឆ្ងល់ដូចគ្នាឥឡូវខ្ញុំសូមសួរគាត់បងប្អូនទាំងអស់គ្នាមកចាំស្ដាប់កាយរៀបរាប់របស់គាត់ទាំងអស់គ្នាបាទសួស្ដីខ្សែឌីបាទសួស្ដីបាទចង់សួរអូនឌីទីថ្ងៃមុនអូនឯងកែងជប់យូរហើយ9ឆ្នាំហើយបងក៏ឆ្ងល់ហើយបងឃើញកីឡាករចាស់មកភាគច្រើនមកគេប្រកួត13ទឹកទេហើយបងឯងហេតុអីថ្ងៃមុនអូនឯងប្រកួត5ទឹកអូនមានបងប្អូនគឺឆ្ងល់ច្រើននេះគឺចង់សួរពីបញ្ហាប្រកួត5ទឹកឬ3ទឹកដល់បងឯងមានចំណាប់អារម្មណ៍បងឯងប្រាប់មកឥឡូវនេះតាមពិតរឿងវិញចេះដោយសារតែប្រហែលជាមួយខែជាងមុនខ្ញុំក៏ខុសក្នុងពេកខ្ញុំដែរខ្ញុំថាខ្ញុំមិនចូលប្រយុទ្ធខ្ញុំប្រកួតវិញលក្ខណៈប្រយុទ្ធមកមិនមែនសម្ដែងគុណខ្មែរទេមិនមែនការប្រកួតបើអាចចែកទៅគុណខ្មែរគឺខ្ញុំឡើងទៅប្រយុទ្ធគេឯងអញ្ចឹងណាហ្នឹងហើយហើយខ្ញុំបានប្រកាសដែរខ្ញុំអត់វាយកង់តូចទេហើយមួយទៀត3ទឹកខ្ញុំអត់វាយដែរខ្ញុំវាយកង់នំធំធម្មតាហើយនឹងប្រកួត5ទឹកអញ្ចឹងសម្រាប់ការប្រកួតនៅស្ថានីយទូរទស្សន៍ CNC ថ្ងៃមុននេះតាមពិតខាងស្ថានីយទូរទស្សន៍ក៏រសួរបញ្ជាក់ដែរថាខ្ញុំវាយ3ទឹកឬ5ទឹកតែខ្ញុំប្រាប់ថាវាយ5ទឹកហ្នឹងហើយគាត់ក៏ឆ្ងល់ដែរហេតុអីភាសាឌីហ្នឹងវាយ5ទឹកអាហ្នឹងគេឯងក៏ឆ្ងល់យើងច្រើនណាស់ហើយមានអ្នកសួរក្នុងเพจក្នុងអីបណ្ដាញខ្ញុំមកបានឆ្លើយតបហ្នឹងតែក៏ហ្នឹងមកគឺខ្ញុំជាអ្នកទៀមទាវាយ5ទឹកតែម្ដងហ្នឹងហើយហើយសម្រាប់ខ្ញុំមិនគិតថាវាយ3ទឹកមិនទេប៉ុន្តែ3ទឹកសម្រាប់ខ្ញុំគិតថាវាលឿនហើយមួយទៀតវាលឿនហើយមួយទៀតបើសម្រាប់ការវាយ3ទឹកហ្នឹងគេច្រើនគឺវាយកង់តូចហើយមួយទៀតខ្ញុំគិតថាខ្ញុំអត់ទាន់និយាយមិនអត់ទាន់ទេគឺថាខ្ញុំវាយកង់ធំក៏បានដែរខ្ញុំមិនបាច់ពឹងផ្អែកលើកង់តូចទេនិយាយតាមត្រង់ហ្មងទៅអញ្ចឹងណាអញ្ចឹងមកខ្ញុំទៀមទាវាយ5ទឹកតែម្ដងហើយមួយទៀតខ្ញុំទៀមទាវាយ5ទឹកនេះគឺដើម្បីវាបង្ហាញអីគេវាដើម្បីពិសោធន៍មើលសមត្ថភាពណាថាមិនដែរកាលពីមុនខ្ញុំក៏វាយ5ទឹកហើយខ្ញុំត្រឡប់វិញវារត់បានអត់អញ្ចឹងណាហ្នឹងហើយហើយសម្រាប់ថ្ងៃមុននេះគឺថាវាយ5ទឹកទៅខ្លួនឯងអាចឈរបាន5ទឹកខ្ញុំសរសើរខ្លួនឯងខ្លះដែរគឺថាឈរមិនដល់5ទឹកតែចាក់ស្ដាយខ្ញុំឈរបាន5ទឹកអញ្ចឹងណាហ្នឹងហើយអញ្ចឹងការប្រកួត5ទឹកខ្ញុំថ្ងៃមុននេះក៏សូមបងប្អូនតែឆ្ងល់កុំដាក់បន្ទុកទៅស្ថានីយអីតែស្ថានីយក៏សួរបញ្ជាក់សួរ2ដងតែគាត់ឆ្ងល់ថាបើខ្ញុំឈប់9ឆ្នាំមកគួតវិញថាមិនសូមវាយ5ទឹកអញ្ចឹងខ្ញុំគាត់បញ្ជាក់ថាខ្ញុំចង់វាយ5ទឹកហ្នឹងហើយអញ្ចឹងសម្រាប់ការវាយ5ទឹកថ្ងៃមុននេះគឺជាការចង់បានខ្ញុំទៅហើយបើសិនជាមានការប្រកួតក្រោយៗគឺខ្ញុំប្រកួត5ទឹកខ្ញុំប្រកួត3ទឹកទេអញ្ចឹងណាសម្រាប់ខ្ញុំ3ទឹកគឺខ្ញុំបើនិយាយចាំទៅរៀងលឿនពេកវាបានធ្វើមកក្តៅម៉ាស៊ីនវាអត់ទាន់លាក់បើនិយាយទៅដូចម៉ាស៊ីនសុទ្ធទៅមិនជន់ឡើងមិនទាន់ចាញ់ឡើងអស់និយាយចឹងមកទៅដូចម៉ាស៊ីនសុទ្ធទៅយើងជន់ឡើងទៅមិនទាន់បានក្តៅរលត់វិញបាត់ទេអញ្ចឹងសម្រាប់ខ្ញុំគឺខ្ញុំប្រកួតតែ5ទឹកហើយមិនต้องធំធម្មតាអញ្ចឹងក៏មួយជើងតុងក្រោយក៏សូមអរគុណដល់បងប្អូនគាំទ្រទាំងអស់ដែលរួមគាំទ្រដល់គុណខ្មែរយើងរួមទាំងគាំទ្រខ្ញុំបាទណាហើយក៏សូមអរគុណហើយសូមអរគុណបងប្អូនខ្លះក៏មានការបាញ់ QR បាញ់ AFM ឲ្យឧបត្ថម្ភខ្លះពេលថ្ងៃនេះគួរអរគុណច្រើនបងហើយសូមជូនពរឲ្យអ្នកជួយរចនាអរបាទសូមអរគុណបាទអូសារឌីឥឡូវខ្ញុំសួរឲ្យសូមសួរមួយទៀតមកទៅឥឡូវបងប្អូនទូនីជនគាត់ចង់ដឹងថាជាសារឌីប្រកួតថ្ងៃមុនហើយឬក៏ការប្រកួតបន្តរបស់សារឌីទៀតប្រកួតនៅថ្ងៃណាមានប្រកួតទៀតអត់ប្រហែលជាការប្រកួតបន្តនឹងមានប្រកួតទៀតហ្នឹងហើយជាប់គ្នាអាចារ្យទៅត្រូវហើយនឹងអាចមានប្រកួតទៀតអញ្ចឹងសូមបងប្អូនគ្រប់គ្រងចាំតាមដានអរគ្នាផងហ្នឹងហើយសម្រាប់ប្រកួតប៉ុស្ណានឹងបង្ហាញទៅឆាប់នេះចឹងណាតែដឹងមានកម្មវិធីបន្តទៀតបាទចេះសូមអរគុណបងប្អូនដែលតែងកំណត់ស្អីផងមកទាំងអស់បាទសូមជួយជាកម្លាំងចិត្តដល់សារឌីបាទនេះបាទជំរាបលាបាទសូមអរគុណបងប្អូនអស់គ្នាបាទសូមអរគុណជំរាបលា